អ្នកទាំងអស់គ្នាដែលប្រើ iPhone ធ្លាប់ឆ្ងល់ថាមូលហេតុអីបានជានៅសុក Apple កាត់លុយរបស់យើងចេញពីវីសាកាតកងធនាគារទាំងដែលបានដឹងខ្លួនអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកប្រាប់ទាំងអស់គ្នាពីមូលហេតុទាំងអស់នោះអញ្ចឹងជាដំបូងជៀសវាងនៅក្នុងការកាត់លុយបន្តទៀតណាអ្នកទាំងអស់គ្នាចូលមកកាន់កន្លែង setting នេះមកបន្តមកទៀតអ្នកទាំងអស់គ្នាយកពាក្យថា subscription ដែលចូលតាមរយៈ Apple account ណាអញ្ចឹងអ្នកទាំងអស់យកពាក្យមួយហ្នឹងមកហើយយើងទៅ check មើលជាមួយនឹង active app នៅខាងលើនេះអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាឃើញពាក្យថា subscription និង cancel subscription អ្នកទាំងអស់គ្នាចុចពាក្យកន្លែង cancel ទៅពីព្រោះបើសិនជាអ្នកទាំងអស់គ្នាអត់បានចុច cancel ទេគឺនៅដល់ពេលដែលការកំណត់ណាមួយនៃ app នឹងបានបញ្ជាក់អញ្ចឹងគឺវានឹងកាត់លុយរបស់យើងចេញពី Visa កាតអូតូតែម្ដងតែបើសិនជាក្នុងករណីថាអ្នកទាំងអស់គ្នាបានចូលមកដូចឃើញដែលខ្ញុំបានបង្ហាញនៅលើ screen នេះបានន័យថាយើងបាន cancel នៃ subscription នឹងរួចហើយគឺអត់មានបញ្ហាក្នុងការកាត់លុយបន្តទៀតទេប៉ុន្តែសូមបញ្ជាក់បើសិនជាឃើញពាក្យថា cancel នៅលើដដែលទេសូមចុចបិទ cancel ឥឡូវនេះជាបន្ទាន់បើមិនចឹងទេគឺនឹងអស់លុយតទៀតហើយខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាថាមូលហេតុដែលវាកើតឡើងដដែលទៅកាន់អ្នកដែលគាត់ប្រើ iPhone ណាគឺដោយសារតែទី1គឺជាកំហុសអចេតនាបានន័យថាគាត់ចុចច្រឡំ subscription អីមួយទៅទាំងដែលបាននឹងខ្លួនហើយទី2នោះគឺគាត់ច្រឡំយកច្រឡំថានៅពេលដែលយើងប្រើមុខងារទាំងអស់នេះ app ទាំងអស់នេះទៅវា free ប៉ុន្តែតាមពិតទៅគឺជាការ free ដំបូងប្រហែលជារយៈពេល3ថ្ងៃមួយអាទិត្យឬក៏មួយខែប៉ុន្តែបន្ទាប់ពីនឹងទៀតយើងភ្លេចខ្លួនcancel subscription វាគឺនឹងកាត់លុយរបស់យើងចេញពីអូតូតាមរយៈការកំណត់របស់វាតែម្ដងបានន័យថាយើងអាចបានអានអស់ជាមួយនឹងព័ត៌មានលម្អិតដែលគេបញ្ជាក់មកណាអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅ cancel subscription បានបើមិនទាន់បានចុចទេចុចសម្រាប់វីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេហើយកុំភ្លេចទៅចុចបិទទាំងអស់គ្នាអរគុណ